ស្ដីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងមករៀនអំពីរបៀបនៅក្នុងការចែកឬការ៉េចឹងលំហាត់គេឲ្យយើងកណនាកឬការ៉េនៃ121ហើយមានឬការ៉េនៃ144ឬការ៉េនៃ169ឬការ៉េនៃ225និងឬការ៉េនៃ676ចឹងឥឡូវយើងមកមើលការចែកឬការ៉េនឹងទាំងអស់គ្នាតើគេចែកបែបណាប៉ុន្តែមុននឹងយើងចូលទៅដល់ការចែកឬការ៉េគឺយើងត្រូវចេះអាប៉ុណ្នេះសិននេះគឺយើងត្រូវដឹងសិនថា1ការ៉េហ្នឹងគឺស្មើនឹងប៉ុន្មានគុណប៉ុន្មានហើយវាស្មើនឹងប៉ុន្មានបន្តទៀតចឹង1ការ៉េរបស់យើង1ការ៉េគឺមានន័យថា1គុណនឹង1ចឹង1គុណនឹង1គឺស្មើ1ហើយ2ការ៉េគឺយើងយក2គុណនឹង2ចឹង2គុណនឹង2ស្មើ4ចឹងយើងត្រូវចាំអាហ្នឹងសិនណាមុននឹងចែកឬការ៉េហ្នឹងបានគឺត្រូវចាំអាប៉ុណ្នេះសិនចឹង3ការ៉េគឺស្មើ3គុណនឹង3ស្មើនឹង9 4ការ៉េគឺស្មើ4គុណនឹង4ស្មើនឹង16ហើយ5ការ៉េស្មើ5គុណនឹង5ស្មើ5ដង25 6ការ៉េស្មើ6គុណនឹង6ស្មើ36 7ការ៉េស្មើ7គុណ7ស្មើនឹង49 8ការ៉េគឺ8គុណនឹង8ស្មើនឹង64ហើយ9ការ៉េគឺ9គុណនឹង9ស្មើនឹង81ចឹងយើងត្រូវចាំមកទាំងអស់ហ្នឹងសិនណាយើងចាំសិនថាតើប៉ុន្មានគុណប៉ុន្មានស្មើប៉ុន្មានសិននេះដូចថា1ការ៉េចឹងវាស្មើនឹង1គុណនឹង1ចឹងស្មើនឹង1ចឹងយើងត្រូវចាំមកហ្នឹងហើយនេះត្រូវចាំអានេះមកជួននេះក៏សំខាន់ដែរតោះអញ្ចឹងឥឡូវយើងមកមើលអំពីរបៀបនៅក្នុងការចែកឬការ៉េឥឡូវដំបូងគឺលេខ121តោះអញ្ចឹងយើងចែកមកចឹងរបៀបនៅក្នុងការចែកឬការ៉េគឺយើងត្រូវកាត់2ខ្ទង់កាត់ពីស្ដាំមកឆ្វេងចឹងនេះយើងកាត់2ខ្ទង់មកពីស្ដាំមកឆ្វេងយើងរាប់មកនេះ1ខ្ទង់2ខ្ទង់អញ្ចឹងយើងកាត់កន្លែងនេះចឹងពេលកាត់ហើយគឺនៅសល់លេខ1អញ្ចឹងយើងត្រូវគិតថាលេខ1តើលេខប្រមាណគុណលេខប្រមាណស្មើ1បញ្ជាក់ណាកន្លែងដែលយើងឲ្យតម្លៃលេខគឺនៅកន្លែងនេះហើយលេខប្រមាណគុណលេខប្រមាណហ្នឹងគឺយើងអត់យកលេខខុសគ្នាយើងយកលេខដូចគ្នាណាអញ្ចឹងយើងមើលមកកន្លែងនេះប្រមាណគុណប្រមាណស្មើ1អញ្ចឹងគឺលេខ1គុណនឹងលេខ1បានវាស្មើ1អញ្ចឹងកន្លែងនេះគឺយើងសេលេខ1គុណនឹងលេខ1មកអញ្ចឹង1គុណនឹង1គឺស្មើ1ហើយយើងដកស៊ីសងលេខនឹងធម្មតាមកអញ្ចឹង1ដក1 0ហើយទម្លាក់លេខ21ហើយបញ្ជាក់ម្ដងទៀតលេខ21ហ្នឹងគឺទម្លាក់មកម្ដងទាំងពីរខ្ទង់តែម្ដងយើងអត់ទម្លាក់តែលេខ2មកហើយយើងឲ្យតម្លៃលេខតឯកន្លែងហ្នឹងអញ្ចឹងរបៀបនៅក្នុងការចែកឬការ៉េគឺយើងត្រូវទម្លាក់ម្ដងពីរខ្ទង់កាត់ម្ដងពីរខ្ទង់អញ្ចឹងយើងទម្លាក់21ហើយទម្លាក់រួចហើយយើងត្រូវយកចម្លើយនេះដែលយើងឲ្យ1គុណនឹង1ហ្នឹងរុញវាទៅកន្លែងលទ្ធផលនេះកន្លែងលទ្ធផលរបស់យើងគឺនៅកន្លែងនេះយើងដាក់កន្លែងហ្នឹងអញ្ចឹងយក1ហ្នឹងសេកន្លែងហ្នឹងមកព្រោះយើងឲ្យកន្លែងហ្នឹង1អញ្ចឹងកន្លែងនេះយើងត្រូវដាក់1តមកទៀតយើងយក1ហ្នឹងទៅគុណថែម2អាហ្នឹងគឺគុណនឹងគុណអូតូហ្មងកន្លែងហ្នឹងទោះលេខប្រមាណក៏ត្រូវតែគុណនឹងលេខ2ដែរអញ្ចឹងយក1គុណនឹង2ទៅបាន2បន្តមកទៀតយើងគិតមកទៀតកន្លែងហ្នឹងយើងត្រូវមើលកតុយកន្លែងនេះកន្លែងនេះគឺលេខ1អញ្ចឹងយើងត្រូវគិតតាមប៉ុន្មានគុណប៉ុន្មានឲ្យចេញកតុយ1អញ្ចឹងប៉ុន្មានគុណប៉ុន្មានឲ្យចេញកតុយ1យើងមើលមកគឺមានលេខប៉ុន្មានលេខ1គុណនឹង1ស្មើនឹង1នេះកតុយលេខគឺលេខ1ហើយបើយើងកលេចមើលទៀតគឺមានលេខ9មួយដែរ9គុណនឹង9គឺស្មើនឹង81កតុយ1ដែរប៉ុន្តែឥឡូវយើងឲ្យចាប់ពីលេខតូចទៅសិនទៅយើងសាកសិនអញ្ចឹងឲ្យ1គុណនឹង1កន្លែងនេះគឺយើងសេលេខ1គុណនឹងលេខ1ពេលដែលយើងសេបែបហ្នឹងឲ្យ1គុណនឹង1ទៅស្រាប់តែពេលលេខនេះគឺវាឡើងទៅជាលេខប៉ុន្មានលេខ21អញ្ចឹងពេលឡើងទៅលេខ21យើងយកលេខ21ហ្នឹងទៅគុណនឹង1អញ្ចឹងពេលដែលយើងគុណគឺយកលេខ21គុណនឹង1មិនមែនយក2គុណនឹង1ហើយបានគុណនឹង1មួយទៀតទេអត់ធ្វើអញ្ចឹងទេណាអញ្ចឹងលេខនេះឡើងទៅជាលេខ21ហើយយើងចាប់ផ្ដើមគុណធម្មតាមកយក1គុណនឹង1អញ្ចឹង1ម្ដង1សេលេខនេះ1ហើយ1 2ដង2អញ្ចឹងសេកន្លែងនេះលេខ2អញ្ចឹងពេលយើងដកស៊ីសងទៅគឺឃើញ0 0អញ្ចឹងមានថាយើងឲ្យ1ហ្នឹងត្រឹមត្រូវហើយអញ្ចឹងយើងយក1ហ្នឹងរុញទៅកន្លែងលទ្ធផលរបស់យើងមួយទៀតអញ្ចឹងដាក់កន្លែងនេះលេខ1មួយទៀតអញ្ចឹងលទ្ធផលរបស់យើងគឺឃើញចម្លើយហើយគឺលេខម៉ានចាគឺលេខ11អញ្ចឹងមានន័យថាឬការ៉េនៃ121គឺស្មើនឹង11ចាកន្លែងនេះគឺស្មើនឹង11ចាអញ្ចឹងពីខរហូតដល់ចអញ្ចឹងយើងធ្វើខ្លួនឯងណាហើយចាំ comment ចម្លើយនៅខាងក្រោមឲ្យអ្នកគ្រូផងហើយឥឡូវយើងចូលទៅដល់អក្សរឆនេះវាមាន4ខ្ទង់បែបនេះឥឡូវអ្នកគ្រូចែកអក្សរចឲ្យមើលមួយហើយចាំចែកអក្សរឆឲ្យមើលមួយទៀតអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នា841តោះអញ្ចឹងយើងចាប់ដើមចែកយើងកាត់ម្ដង2ខ្ទង់អញ្ចឹងមកហើយយើងមើលលេខ8អញ្ចឹងយើងទៅមើលរបស់យើងណានេះយើងគុណនៅខាងលើនេះកន្លែងនេះអញ្ចឹងយើងទៅមើលមកលេខ8អញ្ចឹងយើងគិតថាលេខប៉ុន្មានគុណលេខប៉ុន្មានបានស្មើនឹងលេខ8អត់ឲ្យលើសទេណាឲ្យខាងក្រោមលេខ8ហើយក្បែរលេខ8ហ្នឹងអញ្ចឹងយើងគិតមើលថាប៉ុន្មានគុណប៉ុន្មានបើមិនយើងយក3គុណនឹង3វាស្មើនឹង9បាត់ហើយវាលើសបាត់ហើយមែនអត់អញ្ចឹងបើមិនជា3គុណនឹង3ស្មើ9លើសអញ្ចឹងយើងបន្ថយយើងយក2គុណនឹង2មកអញ្ចឹងកន្លែងនេះមានន័យថាយើងឲ្យ2គុណនឹង2ណា
ចឹងយើងឲ្យ2គុណនឹង2អញ្ចឹង2 2ដង4កន្លែងនេះយើងសេមក4ហើយយើងដកធម្មតាមក8ដក4ស្មើចាស្មើនឹង4តទៅទៀតយើងទម្លាក់ម្ដង2ខ្ទង់គឺទម្លាក់41មកហើយយើងរុញលេខ2ឡើងមកលើតទៅទៀតយកលេខ2ហ្នឹងទៅគុណថែមនឹងលេខ2អញ្ចឹង2 2ដងបានប៉ុន្មានចាបាន4តទៅទៀតយើងគិតទៀតកតុយ1ទៀតដែរអញ្ចឹងកតុយ1តើយើងឲ្យប៉ុន្មានកតុយ1មានតែលេខ1គុណនឹង1ហើយនឹង9គុណ4ឥឡូវយើងសាកឲ្យ1គុណ1សិនបើយើងចែកមិនដាច់ទេចាំយើងទៅឲ្យ9គុណ4អញ្ចឹងកន្លែងនេះយើងដាក់លេខ1គុណនឹងលេខ1អញ្ចឹង1ម្ដង1 4ដង4ណែតោះដល់ពេលដែលយើងដាក់អញ្ចឹងហើយទៅយើងចែកទៅយើងដកទៅនេះឃើញទេឃើញវាដាច់អត់អញ្ចឹងបើអត់ដាច់ទេហើយសំណល់យើងសល់ច្រើនទៀតនេះតម្លាក់មកបាន4ទៀតអញ្ចឹងមានន័យថាយើងឲ្យ1ហ្នឹងគឺអត់ត្រឹមត្រូវទេខុសហើយអញ្ចឹងយើងទៅដូរឲ្យកតុយលេខបានចាឲ្យទៅនេះអាកន្លែងលេខ1ហ្នឹងគឺវាមានលេខ9មួយទៀតអញ្ចឹងយើងដូរទៅឲ្យលេខ9វិញកន្លែងហ្នឹងតោះអញ្ចឹងយើងដូរលេខអញ្ចឹងឲ្យកន្លែងហ្នឹងលេខ4មានន័យថាវាទៅជា49គុណនឹង9អញ្ចឹងយក9គុណ4មក9 4ដង81 8ត្រាទុក8អញ្ចឹង9 4ដង36បូកឲ្យនឹង8វា44ណាអញ្ចឹងដល់ពេលយើងគុណលេខហើយទៅគឺឃើញចម្លើយប៉ុណ្ណឹងហើយយើងដកមកគឺដាច់អញ្ចឹងមានន័យថាចម្លើយដែលយើងឲ្យលេខ9ហ្នឹងគឺត្រឹមត្រូវហើយអញ្ចឹងរុញលេខ9ហ្នឹងឡើងមកលើមកអញ្ចឹងអានេះវាឡើងទៅជាលេខ29ចាអញ្ចឹងមានថាចម្លើយរបស់យើងនេះអានេះគឺឃើញ29មកខ្ទង់ទៀតអ្នកគ្រូចែក4ខ្ទង់នឹងឲ្យម្ដងតោះ10គុណ24តោះយើងយកមកចែកមកអញ្ចឹងយើងកាត់ម្ដង2ខ្ទង់ដូចគ្នាដែរអញ្ចឹងកាត់2ខ្ទង់ឲ្យនៅសល់លេខ10អញ្ចឹងយើងគិតមកប្រហែលគុណប្រហែលឲ្យស្មើនឹង10ឬក៏ក្រុម10ពេញទិញទួយមកអញ្ចឹងបើ1គុណ1វាស្មើ1 2 2ដង4 3 3ដង9 4 4ដង16លើហើយអញ្ចឹងមានតែឲ្យ3 3ដងអញ្ចឹងកន្លែងនេះគឺយក3គុណនឹង3 3 3ដង9ហើយយើងដកមក10ដក9នៅសល់1ហើយទម្លាក់ម្ដង2តួមកបានចាទម្លាក់24ចុះមកអញ្ចឹងលេខនេះវាទៅជាលេខ124ហើយយើងរុញលេខ3នឹងឡើងលើតមកទៀតយក3នឹងទៅគុណថែម2អាហ្នឹងគឺអូតូតែម្ដងអញ្ចឹង3 2ដង6តោះយើងគិតទៀតកតុយ4លេខណាដែលយើងគុណចូលគ្នាទៅចេញកតុយ4អញ្ចឹង1គុណនឹង1ស្មើ1 2 2ដង4អញ្ចឹងឃើញលេខ4អញ្ចឹងយើងសាកឲ្យលេខ2អញ្ចឹង2គុណនឹង2អញ្ចឹង2 2ដង4តមកទៀត2 6ដង12អញ្ចឹងកន្លែងនេះគឺឃើញ12ដល់ពេលយើងដកទៅគឺដាច់អញ្ចឹងមានថាចម្លើយដែលយើងឲ្យនេះគឺត្រឹមត្រូវហើយអញ្ចឹងរុញលេខ2ឡើងមកលើមកអញ្ចឹងលេខហ្នឹងទៅជាលេខ32អញ្ចឹងមានន័យថាឬការ៉េនៃ10គុណ24ហ្នឹងគឺស្មើនឹង32នេះចម្លើយយើងហើយនៅសល់3ខ្ទង់ទៀតពួកយើងធ្វើបន្តទៀតមកហើយចាំខមមិនចម្លើយនៅខាងក្រោមមកអញ្ចឹងបើអត់យល់អីកន្លែងណាអាចខមមិនសួរអ្នកគ្រូបានអរគុណ